ปูซุ่มនេះនៅជាប់ជាមួយបេតុងនៅជាប់មួយកែវដែរអត់មានដោះវាចេញអត់មានត្រូវជាកែវអត់មានខ្លាញ់អូរបកថ្នាំជាងផ្ទះអីទេនេះស៊ុំវាមាន2ជាន់នេះស៊ុំជាប់មួយគ្រងបោះបេតុងនេះមួយទៀតសម្រាប់គេដោះហើយគឺមានឆ្នោតខាងនេះខាងដល់យើងស្រួលទេយើងដល់យើងចូលដៃយើងនេះដៃទាញចេះមកចាបងខ្ញុំលឺថាផលិតផលរបស់ក្រវ៉ាន់ទៅលើសំណាញ់ឃ្លីបតអាចដោះលាងទឹកសម្អាតបានបងអញ្ចឹងបងអាចរៀបរាប់ដើម្បីឲ្យភ្ញៀវគាត់បើសិននេះគាត់អាចធ្វើខ្លួនឯងបានអញ្ចឹងណាបងហ្នឹងហើយលក់បងប្អូនសួរនេះល្អដោយសារតិចជនថាគាត់អត់ទាន់យល់ថាប្រើទៅគាត់បានតែប្រើអត់ដឹងថាវិធីសាស្ត្រដោះអាម៉េចអីមិនតិចទៀតទៅគាត់ប្រើរយៈពេល2ឆ្នាំក៏3ឆ្នាំទៅគាត់បើកចំហចាញ់ចូលអញ្ចឹងទៅតលីដីកាន់លើសាច់សណាញ់ចាបងគាត់ចង់ដោះលាងហើយក៏ចង់មានបញ្ហាដាច់ខ្សែអីមានវិធីសាស្ត្រត្រូវដោះចាបងដោះវិធីសាស្ត្រដោះយើងហួយវាទៅគៀនយកអស់មកហើយក៏យើងអត់ចង់បាននៅខាងនេះក៏បានហើយក៏យកមកនេះនៅខាងនេះក៏បានដោះលាងបានដូចគ្នាហើយខាងកាមេរ៉ាមើលចូលបន្តិចនេះស៊ុំវាមាន2ជាន់នេះស៊ុំជាប់មួយគ្រងបោះបេតុងនេះមួយទៀតសម្រាប់គេដោះហើយគឺមានឆ្នោតខាងនេះខាងដល់យើងស្រួលទេយើងដល់យើងចូលដៃយើងនេះដៃទាញចេះមកចាមានភាពងាយស្រួលណាបងហ្នឹងហើយចំពោះស៊ុំនេះនៅជាប់ជាមួយបេតុងនៅជាប់មួយកែវដែរអត់មានដោះវាចេញអត់មានត្រូវជាកែវអត់មានខ្លាញ់អូរបកថ្នាំជាងផ្ទះអីទេយើងប្រើយូរទៅវាដាច់ខ្សែក៏មានបញ្ហានៅលើសាច់សណាញ់យើងយកទៅលាងទឹកលាបវាលាងទឹកមកយើងមកសាប់វាចេះមកហើយចំពោះខាងនោះចាប់ទីដោះដូចតែគ្នាអញ្ចឹងហើយយកដាក់ហាឈ្មោះទៅយើងមកសាប់មកវាចូលភ្លីវាចាបងចាចូលភ្លីវិញយើងដាក់ចូលមកចូលចំពោះដាក់ចូលគេដាក់ខាងលើមុនមកចាបងចាណាដាក់សូវខាងលើចេះមកហើយខាងក្រោមយើងទាញខ្សែតឹងមកកុំឲ្យវាគៀបខ្សែដាក់ចូលវិញមកហើយហួយចឹងមកហើយវាមានងាំនេះអូចាបងងាំនេះចំពោះងាំហ្នឹងជាមួយអានេះកុំឲ្យទល់ខ្នងគ្នាចេះពេលដាក់ទៅវាយអត់ចូលងាំទេអញ្ចឹងយើងអូវាផុតទល់កុំឲ្យទល់វាក្រោមដល់យើងដាក់យកមកយើងចកត់វាមកចូលវិញអស់ងាយស្រួលណាបងងាយស្រួលចាផលិតអូវិញផលវិញធម្មតាបានចូលមើលខាងនេះម្ដងខាងនេះអត់ស្លាត់បានទេខាងនេះជាប់អត់ស្លាត់ស្វ័យស្រាំដល់នេះបានទេចាអានេះយើងស្លាត់ស្វ័យស្រាំបានចាពួកនេះវាថាអូបានអត់បានទេអស់សាច់សណាញ់វាដោយសារវាជាប់នៅនេះវាមិនច្រឡាប់បានពួកនេះដោះបានដូចគ្នាអញ្ចឹងសិក្សាដោះដូចមិនអញ្ចឹងទាញអញ្ចឹងមកចូលតាក់លាងបាញ់ទឹកមកចាមាននៅពេលដែលខ្ញុំមើលហើយខ្ញុំមានអារម្មណ៍ថាប្រើជាមួយសំណាញ់ក្រវ៉ាន់ទៅងាយស្រួលនៅក្នុងការដោះលាងសម្អាតបានចឹងបងជំរឿសស្រួល2ជាន់ស្រួលប្រើមានបញ្ហាអីយើងអត់ចាំទៅទៅជាកាវចេញក្នុងជាងហើយក៏ខ្លាច់លបើកសាច់បតុងលបើកថ្នាំនេះស៊ុំមកវានៅថ្មីចាស់តែយើងប្រើតែនេះចាបងចាដោះចេញយកទៅលាងស្អាតបាញ់ទឹកហើយយើងដាក់ចូលវិញធម្មតា